ទូរទស្សនិកជនដើម្បីលោកអ្នកទទួលបានព័ត៌មានកាន់តែពិស្ដារបន្ថែមទៀតអំពីបច្ចុប្បន្នភាពនៃចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់ដែលឈានដល់ការវាយប្រហារគ្នាជាថ្មីពីថ្ងៃជាប់គ្នាចុងក្រោយនៅពេលនេះយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV បើលោករីណាការវាយប្រហារគ្នាលើកនេះទៀតរវាងអាមេរិកនិងអ៊ីរ៉ង់នេះបើតាមស្ថានភាពនៃការសងសឹកដែលអ៊ីរ៉ង់វាយប្រហារទាំងទៅលើមូលដ្ឋានយោធាអាមេរិកនៅរដ្ឋឈូងសមុទ្រអីជាដើមនេះអាចចាត់ទុកថាវាបានត្រឡប់ទៅដោយការវាយប្រហារនាថ្ងៃ28កុម្ភៈដែលជាការចាប់ផ្ដើមសង្គ្រាមដំបូងទេបាទការវាយប្រហារចុងក្រោយនេះក៏មិនទាន់ត្រូវបានចាត់ទុកថាជាសង្គ្រាមពេញបន្ទុកដែរប៉ុន្តែគ្រាន់តែជាការបារម្ភថាវាងាកចេញពីបទឈប់បាញ់និងការចរចាឆ្ពោះមករកការប៉ះទង្គិចគ្នាញឹកញាប់នឹងអាចឈានទៅរកសង្គ្រាមពេញបន្ទុកប៉ុន្តែពេលនេះគឺអត់ទាន់មើលឃើញសញ្ញាទេដោយសហរដ្ឋអាមេរិកកាលពីព្រឹកមិញនេះក៏បានចេញសេចក្តីថ្លែងការណ៍ដែរពីបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកថាការវាយប្រហារហ្នឹងគឺជាការវាយប្រហារស្វ័យការពារបន្ថែមដោយសារតែវាមានគោលដៅច្រើនពីអ៊ីរ៉ង់ដែលជាការគំរាមកំហែងដល់កងទ័ពសហរដ្ឋអាមេរិកបើតាមលោកត្រាំថាវាយប្រហារហ្នឹងដោយប្រើមីស៊ីលតូម៉ាហុក49គ្រាប់ទៅលើទីតាំងជាច្រើនក្នុងហ្នឹងក៏មានទីតាំងមួយចំនួនដែរដែលមានចម្ងាយតែ64គីឡូម៉ែត្រពីរដ្ឋធានីតេហិរ៉ង់ទេអញ្ចឹងក្នុងទិសដៅនេះលោកត្រាំបានប្រកាសមុនហើយថាបើសិនជាកិច្ចព្រមព្រៀងមិនសម្រេចបានទេដោយសារតែអ៊ីរ៉ង់អូសពេលយូរពេកគឺថាក្លុកលោកត្រាំតែហ្មងដល់អញ្ចឹងគឺដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះលោកត្រូវបានបញ្ជាទៅកងទ័ពសហរដ្ឋអាមេរិកថាវាយអ៊ីរ៉ង់ឲ្យខ្លាំងជាងនឹងតិច hit hard មានន័យវាយអ៊ីរ៉ង់ឲ្យខ្លាំងតិចទៀតដើម្បីឲ្យអ៊ីរ៉ង់ងាកមករកតុចរចាអញ្ចឹងនេះគឺជាដំណាក់កាលថ្មីមួយដោយការលើកឡើងរបស់លោកត្រីតាប៉ាស៊ីដែលធ្លាប់បាននិយាយថាអ៊ីរ៉ង់គឺប្រើប្រាស់វិធីសាស្ត្រឆ្លើយតបបែបថ្មីមានន័យថាវាคล้ายទៅជាប្រកបដោយភាពបែបថ្មីឬក៏ទម្លាប់ធម្មតាបែបថ្មីគឺវាយទៅវាយមកប៉ុន្តែគាត់តែថ្លឹងថ្លែងថាអាចស្មើគ្នាឬខ្លាំងជាងបន្តិចនេះគឺជាវិធីសាស្ត្រនៃការឆ្លើយតបរបស់អ៊ីរ៉ង់ភ្លាមគឺខាងអ៊ីរ៉ង់គឺបានវាយប្រហារតបដោយបានអះអាងថាខ្លួនបានវាយប្រហារសងសឹកនឹងការបំពេញម្ដងហើយម្ដងទៀតរបស់សហរដ្ឋអាមេរិកគឺវាយប្រហារទៅលើគោលដៅប្រទេស3ប៉ុន្តែ8ដណ្ដប់គោលដៅគឺ18គោលដៅវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅគូវ៉េតនៅបារ៉ែនរួមទាំងកងនាវាទី5របស់សហរដ្ឋអាមេរិកផងហើយក្រៅពីនេះក៏បានវាយប្រហារទៅលើប្រទេសសូដានីជាមូលដ្ឋានទ័ពអាកាសនៅទីនោះគឺអ៊ីរ៉ង់បានបញ្ជាក់ថាបានប្រើប្រាស់មីស៊ីលបាឡេស្ទិក12គ្រាប់ដែលពីកាលពីថ្ងៃពុធគឺវាយតែ5គ្រាប់ទេដែលខាងសូដានីប្រកាសស្ទាក់ចាប់បាននៅលើអាកាសកំទេចចោលប៉ុន្តែថ្ងៃនេះគឺវាយប្រហាររហូតដល់12គ្រាប់ទៅក្នុងហ្នឹងគឺខាងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC នឹងបានបញ្ជាក់ថាបានវាយប្រហារត្រូវចំទីតាំងដែលជាទីរក្សាទុកយន្តហោះចម្បាំង F-15 F-16 និង F-35 ហើយក៏បណ្ដាលឲ្យខូចខាតមួយចំនួនដែរនេះគឺការអះអាងរបស់អ៊ីរ៉ង់ចឹងហើយការវាយប្រហារលើកនេះគឺមិនទាន់ជាសង្គ្រាមពេញបន្ទុកទេដោយអ្នកការទូតភាគច្រើនបានមើលឃើញថាការវាយប្រហារនេះគឺជាការបង្ហាញពីការមិនពេញចិត្តនៃដំណើរការទូតដែលវាជាប់គាំងអញ្ចឹងហើយគឺសហរដ្ឋអាមេរិកទៅបង្ហាញអំពីវិធីសាស្ត្រដែលអាចបញ្ញត្តិអ៊ីរ៉ង់បន្ថែមឲ្យងាកមកចាប់អារម្មណ៍លើការចរចាម្យ៉ាងវិញទៀតបើតាមការលើកឡើងរបស់លោក Henry Answer អតីតឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល់ហ្សេរីបានលើកឡើងថាលោកមើលមិនឃើញហេតុផលដែលថាការវាយប្រហារបែបនេះវាហុចផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកទេលទ្ធផលរបស់វាមានតែរុញស្ថានភាពឲ្យតានតឹងបើទោះជាមិនឈានទៅរកសង្គ្រាមពេញបន្ទុកក៏នឹងធ្វើឲ្យអ៊ីរ៉ង់ក្លុកបានថែមទៀតដោយគេអាចមើលឃើញថាការកជ្រុលកាន់តែខ្លាំងអញ្ចឹងអ៊ីរ៉ង់កាន់តែតោះតើយក្នុងការដើរចូលតុចរចាឬដាក់លក្ខខណ្ឌកាន់តែតឹងថែមទៀតដែលមើលឃើញថាភាគីម្ខាងចង់បានកិច្ចព្រមព្រៀងខ្លាំងណាស់អញ្ចឹងនេះជាឱកាសថ្មីមួយទៀតដែលថាធ្វើឲ្យអ៊ីរ៉ង់បានចិត្តកាន់តែខ្លាំងលោក Mark Gamit ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍និងជាអតីតឧបការីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយនិងយោធាក៏បាននិយាយដែរថាការវាយប្រហាររបស់ទីក្រុង Washington ថ្មីហ្នឹងគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងវិធីសាស្ត្រការទូតដែលមិនហុចប្រយោជន៍ឲ្យសហរដ្ឋអាមេរិកចឹងហើយបានជាការវាយប្រហារនេះ
វាមិនឈានទៅរកសង្គ្រាមពេញបន្ទុកទេប៉ុន្តែភាពរង្គោះរង្គើខ្លាំងនៃការអត់ធ្មត់ហ្នឹងគឺវាធ្វើឲ្យសហរដ្ឋអាមេរិកចាញ់ប្រៀបថាទ្រាំលែងបានអញ្ចឹងតែកាលណាទ្រាំលែងបាននឹងបើកឱកាសឲ្យដៃគូម្ខាងទៀតចេះតែរុលចូលឬក៏ចេះតែបកករឿងអាចថានឹងធ្វើឲ្យដំណើរការនៃការចរចាត្រូវស្ទះឬក៏អាចស្ថិតក្នុងដំណាក់កាលចាញ់ប្រៀបអ៊ីរ៉ង់កាន់តែខ្លាំងឡើងអញ្ចឹងការវិវហាចុងក្រោយនេះគេមើលឃើញពីការប្រកាសពីការអត់ធ្មត់របស់លោកគឺមានដែនកំណត់ក្នុងការវិលមករកទុកចរចាហើយស្របទៅនឹងការធ្វើអត្ថាធិប្បាយនិងការបង្ហាញពីផែនការពីមន្ទីរបញ្ចកោណតែធ្វើបទបង្ហាញដោយរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ថាចំណាត់ការទាំងនេះគឺជាផ្នែកនៃការបង្ខំឲ្យអ៊ីរ៉ង់ចូលតុចរចាដើម្បីបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់ប៉ុន្តែឥឡូវនេះគឺបទឈប់បាញ់វាសឹងថាលេងគេហៅលេងផុយស្រួយវាចង់បែកជាកណាត់អស់ទៅហើយដោយសារតែការវិបហាជាបន្តបន្ទាប់ហើយចោតប្រកាន់និងឆ្លើយតបថាជាវិធានការការពារខ្លួននិងការសងសឹករវាងភាគីទាំងពីរនេះបាទអ៊ីរ៉ង់តែងតែលើកឡើងថានៅក្រោមសម្ពាធបែបនេះគឺអ៊ីរ៉ង់មិនចូលតុចរចាជាមួយសហរដ្ឋអាមេរិកទេអ៊ីរ៉ង់នឹងចូលតុចរចាជាមួយសហរដ្ឋអាមេរិកតែនៅក្នុងស្ថានភាពស្មើមុខស្មើមាត់គ្នាតែប៉ុណ្ណោះលោករីណាតាមមើលបើសិនជាសហរដ្ឋអាមេរិកនៅតែបន្តប្រើប្រាស់នៅវិធានការយោធាដាក់សម្ពាធលើអ៊ីរ៉ង់បែបនេះតាមមើលទៅការចរចាអាចនឹងទទួលបានជោគជ័យទេឬក៏អ៊ីរ៉ង់អាចនឹងត្រូវមានសម្ពាធអ្វីថ្មីទៀតដាក់លើសហរដ្ឋអាមេរិកទៅវិញបាទនៅព្រឹកនេះគឺមានការកោះប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិដោយជំរុញឲ្យមានការពិភាក្សាទៅលើការសម្របសម្រួលនិងជំរុញធ្វើយ៉ាងណាឲ្យមានការសន្ទនាឡើងវិញស្របពេលដែលស្ថានភាពវាជាប់គាំងហើយអាចរុញឲ្យស្ថានភាពគ្រោះថ្នាក់នៅតំបន់មជ្ឈមបូព៌ាតែវារៀលដាលដល់កន្លែងផ្សេងទៀតប្រមុខអង្គការសហជីវជាតិលោកអង់តូនីយ៉ូកូតេរ៉េសហ្នឹងគឺបានលើកឡើងហើយដោយសារមើលឃើញថាស្ថានភាពគ្រោះថ្នាក់វាកាន់តែរីកធំដែលបង្កនៅវិនិស្សកម្មថែមទៀតដូច្នេះក៏ជំរុញឲ្យមានការសម្របសម្រួលដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនេះម្យ៉ាងវិញទៀតលោកម៉ាស៊ូតពេសេស្គីយ៉ានប្រធានាធិបតីអ៊ីរ៉ង់លោកបានលើកឡើងហើយថាបដិញ្ញានឹងតតាំងនៅការវាយប្រហារពីសហរដ្ឋអាមេរិកមកលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់ជាចេតនាកន្លងមកនេះគឺមិនធ្លាប់បានចរចាទល់មុខគ្នាទេក្រោយពីការចរចាលើកដំបូងដែលថាការទៀមទារបស់ភាគីទាំងពីរវានៅដាច់ឆ្ងាយពីគ្នាពេកតាមរយៈអន្តរការីក៏លែងហើបមាត់អីតទៀតហើយគ្រាន់តែបញ្ជាក់ថាការទៀមទានេះវាកាន់តែតឹងរឹងខ្លាំងឡើងរវាងភាគីទាំងពីរនិយាយបានថាពេលនេះការបដូរសាររវាងភាគីទាំងពីរលែងមានតទៀតហើយដោយសារគេមើលឃើញថាឧបករណ៍ដែលងាយស្រួលជាងគេក្នុងការធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងការចរចានេះគឺមានតែស្រួលជាងគេគឺមិនបាច់ប្រកាសច្រើនគឺការវិភាគនេះឯងដូច្នេះវាជាវិធីមួយដែលធ្វើឲ្យការចរចាកាន់តែឃ្លាតឆ្ងាយតែយ៉ាងណាក៏ដោយលោក Henry Answer បានលើកឡើងថាការវាយប្រហារនេះដោយសារតែលោកត្រាំបានសន្យាទៅលើវឌ្ឍនភាពខ្លះថា 2-3 ថ្ងៃទៀតសម្រាប់បានកិច្ចព្រមព្រៀង 2-3 ថ្ងៃទៀតសម្រាប់កិច្ចព្រមព្រៀងចន្លោះពីក្នុងមួយអាទិត្យអាចទៅ3ដងឯជាដើមលើកឡើងប៉ុន្តែដល់ពេលលទ្ធផលជាក់ស្ដែងវាមានម្ល៉េះហើយទៅតែបញ្ញាក់បែបនេះអញ្ចឹងអារឿងទាំងអស់ហ្នឹងធ្វើឲ្យការចរចាវាកាន់តែឃ្លាតឆ្ងាយហើយអ៊ីរ៉ង់បានលើកឡើងជាបន្តបន្ទាប់ហើយថាអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យការវិវហាឬការគម្រាមណាមួយលើអ៊ីរ៉ង់កន្លងទៅដែលអត់ឆ្លើយតបទេអញ្ចឹងអ៊ីរ៉ង់ត្រូវតែឆ្លើយតបជាពិសេសគឺការវិវហាព្រឹកមិញនេះពីអ៊ីរ៉ង់តបទៅនឹងសហរដ្ឋអាមេរិកដូចជារៀងធ្ងន់ជាងសហរដ្ឋអាមេរិកដោយសារតែវិវហាទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសសូដានីហ្នឹងបែរប្រើមីស៊ីលរយៈចម្ងាយឆ្ងាយមីស៊ីល ballistic គេបានប្រកាសពីការបំផ្លិចបំផ្លាញយន្តហោះចម្បាំងហើយថានឹងបន្តទៀតឲ្យតែសហរដ្ឋអាមេរិកកម្រើកគឺវាយផាតទៀតដូច្នេះពេលនេះគឺការចរចាដែលលោកត្រាំចង់បានហ្នឹងហាក់ដូចជានៅឆ្ងាយក្នុងការឈានឆ្ពោះទៅរកការបញ្ចប់ចំនួនរវាងភាគីទាំងពីរនេះបាទបាទសូមអរគុណលោករីណាយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណ